nơi ngày đang tranh bịធ្វើការភ្លាមថតវីដេអូមួយប៉ុស្សិនសម្រាប់ឲ្យបងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលចង់រៀនជាមួយខ្ញុំដែលដូចខ្ញុំបាននេះចឹងហ្នឹងហើយយើងត្រូវតែមាន3យ៉ាងហ្នឹងហើយទី1គឺមាន Gmail ទី2គឺមាន Facebook ទី3គឺមាន Page ហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែមាន3យ៉ាងហ្នឹងហើយធ្វើឲ្យស្អាតរៀបចំឲ្យស្អាតទើបយើងអាចដំណើរការរកលុយជាមួយ Facebook បានហ្នឹងហើយអញ្ចឹងយើងធ្វើដាក់ធ្វើមិនឲ្យត្រូវតាក់ញៀនបានFacebook ឲ្យត្រូវតាក់សញ្ញាណបានហើយទៅ Gmail ឲ្យត្រូវតាក់សញ្ញាណបានថ្ងៃខែឆ្នាំកំណើតហើយ Page ហ្នឹងយើងបង្កើតឲ្យតាមស្តង់ដារត្រូវគ្រប់ទាំងអស់អញ្ចឹងដំបូងគឺយើងត្រូវការតែ3ហ្នឹងទេហ្នឹងហើយ3ហ្នឹងហើយបើសិនជាយើងយល់យើងចេះបង្កើតច្បាស់លាស់ហើយយើងនឹងអាចចូលរៀនបានហើយបងប្អូនហ្នឹងហើយចូលរៀនបានហើយយើងត្រូវមានគោលដៅយើងឲ្យច្បាស់ផងតែយើងចង់ធ្វើពីអីយើងចង់រៀនពីអីរៀនរលុយឲ្យចំរលុយហើយយើងកុំបោះបង់មិនមែនយើងឃើញគេធ្វើបានយើងដើរបន្តិចបរាជ័យយើងបោះបង់អាហ្នឹងគឺជាមនុស្សបរាជ័យឯងបងប្អូនហើយខ្ញុំដូចខ្ញុំនិយាយចឹងខ្ញុំធ្វើវីដេអូរៀនធ្វើវីដេអូដូចជាយូរឆ្នាំដែរហើយតែមិនទាន់បានជោគជ័យជាដុំកពួនអីទេតែអាចបានតិចតិចនិយាយថាលក្ខណៈដែលអ្វីដែលយើងខំប្រឹងយើងនឹងបានអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងអត់មានអីច្រើនទេអញ្ចឹងបងប្អូនដែលចង់រៀនជាមួយខ្ញុំហ្នឹងហើយមានតែប៉ុណ្ណឹងទេបងប្អូនត្រៀមហ្នឹងហើយដូចថាយើងត្រៀមឯកសារអញ្ចឹងណាឯកសារយើងត្រូវមាន Gmail យើងត្រូវមាន Facebook យើងត្រូវមាន Page ហើយយើងបង្កើតឲ្យបានត្រឹមត្រូវហើយបើបន្តិចទៀតខ្ញុំនឹងនៅក្នុងមេរៀនរបស់ខ្ញុំមានរបៀបបង្កើត Page របៀបបង្កើត Facebook ឲ្យតាមស្តង់ដាររបៀបបង្កើត Gmail ខ្ញុំនឹងបង្រៀនបងប្អូនបើសិនជាបងប្អូនចេះក៏ល្អបងប្អូនអត់ចេះអាចឆាតសួរខ្ញុំបានខ្ញុំនឹងបង្រៀនខ្ញុំនឹងប្រាប់ហ្នឹងហើយមុនដំបូងគឺយើងត្រូវតែធ្វើអញ្ចឹងហ្នឹងហើយរៀនពីដំបូងតើរៀនបង្កើត Page រៀនបង្កើត Facebook រៀនបង្កើត Gmail សិនយើងរៀបចំឲ្យស្អាតសិនហ្នឹងហើយរៀបចំឲ្យស្អាតសិនចាំយើងរៀនវិធីសាស្ត្រទៅមុខបន្តទៅមុខទៀតត្រូវការផុសម៉េចត្រូវការផុសពេលវេលាណាត្រូវធ្វើដូចម៉េចខ្លះនៅក្នុងមេរៀនខ្ញុំមានហ្នឹងហើយខ្ញុំធ្វើបណ្ដាខ្ញុំបញ្យល់បណ្ដាខ្ញុំថតជាវីដេអូទុកឲ្យបងប្អូនជួយមើលបើសិនជាបងប្អូនមានចម្ងល់មួយណាអាចមើលវីដេអូខ្ញុំបានម្ដងទៀតហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហ្នឹងហើយសម្រាប់បងប្អូនអ្នកដែលចូលថ្មីហ្នឹងហើយចង់រៀនជាមួយខ្ញុំអាចឆាតចូលមកហើយហ្នឹងហើយមានតែប៉ុណ្្នឹងទេបងប្អូនហើយកុំភ្លេចជួយ like ជួយ share page ថ្មីរបស់ខ្ញុំមួយផង